Ok, lời mà cho vlogទី7របស់យើងវិញចាពេលដែលបានញ៉ាំក្រែមកីហើយបន្តមកទៀតគឺយើងបានផ្លាស់មកឆូតទៀតបងប្អូនទាំងអស់គ្នាចាហើយមកឆូតនេះដែរគឺលក្ខណៈខ្ញុំស្រឡាញ់ខ្លាំងណាបងប្អូនសម្រាប់ឆូតក្រែគឺខ្ញុំស្រឡាញ់ទាំងអស់ហ្មងណាឃើញពណ៌ស្អាតណាស់ហើយសម្រាប់បងប្អូនដែលគាត់ស្លៀកឆូតបុរាណក្រែហ្នឹងចាគឺគាត់ទៅទាំងអស់គ្នាមានអារម្មណ៍ថាស្អាតម្យ៉ាងម្នាក់អញ្ចឹងហើយនេះគឺចូលកន្លែងសារមន្ទីររបស់គេចាកន្លែងសារមន្ទីរហ្នឹងគឺមានតាំងជាមួយនឹងវត្ថុប្រើប្រាស់របស់ជនជាតិក្រែពីដើមណាបងប្អូនទាំងគ្នាខ្ញុំបានចូលកន្លែងសារមន្ទីររបស់គេហើយគេអត់សូវដាក់ភ្លើងបងប្អូនគេដាក់រៀងល្ងឹតអញ្ចឹងណាចានេះកន្លែងសារមន្ទីររបស់គេបងឥឡូវយើងមកមើលទាំងអស់គ្នាថាមានអីខ្លះនៅក្នុងហ្នឹងអញ្ចឹងណាចាមានឧបករណ៍ប្រើប្រាស់ក៏ដូចជាប្រភេទភ្លេងក៏ដូចជាសៀវភៅក៏ដូចជាមានអីវ៉ាន់ជាច្រើនទៀតដែរលក្ខណៈថាជាអីវ៉ាន់បុរាណអញ្ចឹងណាបងនេះបងមកមើលចាមានតាំងពីស្បែកជើងស្គីចាជំនាន់ពីមុនអីអញ្ចឹងណាជំនាន់ឆ្នាំណាបងគឺខ្ញុំអត់បានលំអិតទេដោយសារតែច្រើនហើយមានតាំងពីស្គីបុរាណរបស់គេចាគឺច្រើនណាស់បងទាំងអស់គ្នាអញ្ចឹងបងតែគាត់បានទៅតុបតែងជាមួយនឹងគ្រឿងបុឈុតបុរាណអីយើងចានៅកន្លែងនោះគឺមានកន្លែងគេតម្កល់វត្ថុបុរាណនៅកន្លែងសារមន្ទីររបស់គេអញ្ចឹងបងហើយសម្រាប់គឹមឈីនេះគឺមានតាំងពីជំនាន់យូរលង់ណាស់មកហើយជនជាតិកូរ៉េគឺគាត់ចាយកគឹមឈីគឺជាតំណាងហ្មងនេះឃើញកន្លែងគេធ្វើគឹមឈីហើយនេះកន្លែងគេសាកេគេមកយកស្រាបុរាណជំនាន់បុរាណកូរ៉េគឺគេហៅសាកេសាអីមិនហ្នឹងនេះចឹងខ្ញុំអត់សូវស្គាល់ច្បាស់ដែរបងប្អូនទាំងនេះគាត់ថាខ្ញុំចូលចិត្តបានមកដល់កន្លែងនេះគឺសប្បាយមានអារម្មណ៍ថាយើងចង់ដឹងពីហិរញ្ញធម៌ចាវប្បធម៌របស់ជនជាតិកូរ៉េថាគាត់មានអីខ្លះចឹងទៅហើយមានវត្ថុអីខ្លះដែលគាត់តាំងនៅក្នុងសារមន្ទីររបស់គាត់អីចឹងណាបងហើយនេះគឺមហូបកូរ៉េជំនាន់ពីដើមអីចឹងទៅប៉ុន្តែអាហារទាំងអស់នេះគឺគេធ្វើគំរូទេហើយនេះគឺកៅអៅជនជាតិកូរ៉េពីដើមចឹងណាគេមានតាំងចឹងមកហើយយើងមើលទៅថាអូអញ្ចឹងវប្បធម៌របស់គាត់ចាអាហាររបស់គាត់ចាដល់ពេលបានមើលជាមួយនឹងកន្លែងតាំងជាមួយនឹងវត្ថុបុរាណហើយគឺខ្ញុំចាមកវិញហើយចាមកវិញនេះគឺថាល្ងាចហ្មងបងប្អូនទាំងអស់គ្នាគឺខ្ញុំដើរតាំងពីព្រឹកវល់ល្ងាចពួកអីព្រឹកវល់ល្ងាចនេះគឺខ្ញុំលាកបានពីឈុតចាឈុតទី1នោះពណ៌រៀងបែកផ្កាឈូកចាហើយឈុតទី2នេះគឺរៀងលឿងអញ្ចឹងណាហើយក៏ខ្ញុំក្រងសក់ទាំងរៀងប្លែកជាងមុនពីព្រឹកហ្នឹងគឺខ្ញុំតម្លាក់សក់ខ្លួនឯងខ្ញុំអត់បានធ្វើសក់អីទេដល់ពេលល្ងាចនេះខ្ញុំគិតថាកុំឲ្យយ៉ាងនេះប្លែកអីយើងក្រងសក់ម្ដងទៅឲ្យពួកគាត់ក្រងសក់ឲ្យដូចជំនាន់បុរាណគេអញ្ចឹងណាចឹងឲ្យគាត់ក្រងឲ្យទៅគាត់មានផ្កាមានអីតុបតែងឲ្យយើងអញ្ចឹងទៅហើយមានបងដែលគាត់មើល vlog ខ្ញុំតាំងពីទី1រហូតដល់ទី7នេះគាត់សួរថាសម្លៀកបំពាក់ដែលខ្ញុំស្លៀកហ្នឹងតម្លៃប៉ុន្មានដែរអូយបងប្អូនឥឡូវនេះខ្ញុំមកដល់ខ្មែរយូរដែរខ្ញុំរៀងភ្លេចប៉ុន្តែគឺតម្លៃគាត់គួរសមដែរទេបើសិនជាយើងស្លៀកពាក់ឈុតបុរាណរបស់គាត់គឺយើងចូលទៅក្នុងកន្លែងវាំងរបស់គេហ្នឹងគឺគេអត់យកលុយទេបងប្អូនចាយើងបានស្លៀកឈុតបុរាណអញ្ចឹងណាហើយខ្ញុំគិតថាបើសិនជាខ្មែររបស់យើងស្លៀកពាក់ខ្មែរឲ្យចូលអង្គហ្នឹងឲ្យជនជាតិណាបើសិនជាគាត់ធ្វើដូចកូរ៉េហ្នឹងគឺល្អមែនតើបងប្អូនដោយសារតែយើងបានស្លៀកពាក់ឈុតប្រពៃណីបុរាណរបស់ជនជាតិប្រទេសណាចូលទៅក្នុងកន្លែងអង្គរវត្តក៏ដូចជាកន្លែងវាំងកូរ៉េអញ្ចឹងគឺគេអត់យកលុយទេបងប្អូនតែបើយើងចង់ចូលមើលហើយយើងបានស្លៀកឈុតបុរាណទេគឺគេយកលុយតាមហ្នឹងអញ្ចឹងណាចាដូចទិញសបុតចូលអញ្ចឹងបងប្អូនហើយនេះកៅអៅរបស់គេច្រើនណាស់ហើយខ្ញុំក៏ក៏មកដោះសម្លៀកបំពាក់ឲ្យបន្តមកទៀតគឺដើរនៅក្រោមចាបន្ទាប់ពីដោះសម្លៀកបំពាក់ឲ្យគឺខ្ញុំបន្តមកទៀតទេបងប្អូនទាំងអស់គ្នាចាអូយដូចសប្បាយហ្មងនិយាយទៅគឺខ្ញុំសប្បាយមែនបងប្អូនមិនមែនជាការធ្វើរឹកធ្វើពីគឺខ្ញុំទៅដល់ខ្ញុំសប្បាយមែនណាបងប្អូនទាំងអស់គ្នាខ្ញុំសប្បាយពិតមែនដោយសារតែខ្ញុំមានអារម្មណ៍ថាអូយស្រស់ស្រាយខ្លាំងហើយខ្ញុំមួយគឺខ្ញុំប៉ងចង់ស្លៀកកៅអៅកូរ៉េហ្នឹងគឺបានដូចចិត្តតែអញ្ចឹងរឿងអីខ្ញុំមិនសប្បាយចិត្តទេនេះគឺជាអាស៊ីឡៃខ្ញុំដើរមកតាមផ្លូវអញ្ចឹងណាខ្ញុំបានទៅញ៉ាំអាហារហើយដើរមកបន្តទៀតគឺយើងឃើញជាមួយនឹងវាំងមកកន្លែងទៀតដែលខ្ញុំអត់បានចេញតាមច្រកមួយទៀតទេអញ្ចឹងខ្ញុំក៏បានដើរមកតាមនឹងហ្មងទៅរបៀបចឹងហើយកន្លែងហ្នឹងគេស្លៀកឈុតបុរាណដែរបងកន្លែងហ្នឹងហើយនេះគឺល្ងាចអញ្ចឹងខ្ញុំចេញពីកន្លែងស្រីសក់ឃើញសក់ខ្ញុំរៀងសពងដែរសារតែពីមុនខ្ញុំក្រងហើយខ្ញុំស្រីវិញអញ្ចឹងទៅហើយនេះកន្លែងនេះគឺពេលមេឃលក្ខណៈថារៀបរំលេចស្អាតបងប្អូនពពកអីហ្នឹងនិយាយពីថាថ្ងៃរៀបរំលេចមានភ្នំមានអីគឺស្អាតមែនតែនហើយអានេះគឺខ្ញុំមកដល់កន្លែងសន្តាគារខ្ញុំស្នាក់នៅវិញហើយគឺខ្ញុំឡើងមកញ៉ាំជាមួយនឹងអាហារពេលយប់ប្រហែលជាម៉ោង8 9យប់ឯណាបងអញ្ចឹងខ្ញុំមកដល់ហូតែលវិញរៀងអស់ម្ហូបដែរប៉ុន្តែខ្ញុំញ៉ាំទៅព្រោះអីញ៉ាំរហូតចាអត់ភ្លេចទេជាមួយនឹងក្តាមចំហុយរបស់គេចាដៃក្តាមហើយមានអីបងឆ្ងាញ់ដែរតែប៉ុន្តែបើថាអ្នកចូលចិត្តបានឆ្ងាញ់បើអត់សូវជាចូលចិត្តទេគឺធម្មតាទេបងប្អូនហើយខ្ញុំញ៉ាំនេះគឺញ៉ាំចិត្តចូលគេញ៉ៃអញ្ចឹងក៏ញ៉ាំបន្តិចទៅចាំចូលជាមួយនឹងប្លុកបន្តទៀតភាគទី8តោះចាំទៅមើលទាំងអស់គ្នាឥឡូវភាគហ្នឹងសុំចូលសម្រាប់សិន